Ok, សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូថ្មីមួយដែលតាក់ទងជាមួយនឹងបរិមម្នាក់ដែលជា YouTuber ដ៏ល្បីល្បាញមួយនៅក្នុងសហរដ្ឋអាមេរិកហើយក៏ត្រូវបានគេស្គាល់នៅជុំវិញពិភពលោកផងដែរគាត់គឺជា YouTuber មួយដែលមានYouTube channel ឈ្មោះថា Outdoor Boys ហើយឈ្មោះរបស់គាត់គឺ Luke Nichols Luke Nichols ឬក៏ Outdoor Boys ហ្នឹងគឺជាតារា YouTube មួយដែលនិយាយតាក់ទងជាមួយនឹងការបោះជំរំអីផ្សេងៗការបោះតង់ការនេសាទនិងការប្រមាញ់អីផ្សេងៗទៀតនៅក្នុងវីដេអូរបស់គាត់ដែលវាមានភាពគួរឲ្យចាប់អារម្មណ៍មែនទែនខ្ញុំបានឃើញវីដេអូគាត់គឺច្រើនលើកមកហើយតាក់ទងជាមួយនឹងអ្នកបោះតង់អីផ្សេងៗបើគាត់ជាអាចស្គាល់គាត់ច្រើនមួយរយៈចុងក្រោយនេះគឺគាត់មានភាពល្បីល្បាញមែនទែនដោយសារតែគាត់បានប្រកាសនៅក្នុង YouTube channel របស់គាត់ថាគាត់នឹងចាកចេញពីកម្មវិធី YouTube របស់គាត់ក្នុងមួយរយៈពេលធំអាចនឹងយូរអាចនឹងទៅតែម្ដងអូខេអញ្ចឹងនេះគឺជារឿងរ៉ាវមួយចំនួនដែលតាក់ទងជាមួយនឹង Nicole Nicole គឺជា YouTuber ម្នាក់ហើយគាត់បានកើតនៅក្នុងរដ្ឋ Alaska នៅក្នុងសហរដ្ឋអាមេរិកហើយគាត់បានមានគ្រួសារនិងមានប្រពន្ធកូនហើយកូនចំនួន3នាក់មានដូចជា Tom មានដូចជា Nathan ហើយនិង Jacob ដែលប្រពន្ធរបស់គាត់គឺមានឈ្មោះថា Rebecca 11ឆ្នាំមុនបានន័យថាមុនដែលពេលដែលគាត់បង្កើត YouTube ហ្នឹងគឺគាត់បានរៀនចប់នៅវិទ្យាល័យសាកលវិទ្យាល័យចំនួន2នោះដែលសាកលវិទ្យាល័យទី1គឺមានឈ្មោះថា Brigham Young ដែលជាសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយរបស់គាត់ហើយនឹងគាត់ទទួលបានសញ្ញាបត្រមួយទៀតនៅសាកលវិទ្យាល័យ George Mason ដែលគាត់បានអនុវត្តនៅច្បាប់រដ្ឋនៅ Virginia អស់រយៈពេល10ឆ្នាំដែលជំនាញរបស់គាត់គឺតាក់ទងជាមួយនឹងការការពារអ ក្រិតជនហើយបន្តមកក៏គាត់ផ្លាស់គ្រួសាររបស់គាត់ទៅរដ្ឋ Alaska បន្ទាប់ពីនោះបន្តមកទៀតគឺគាត់ក៏ចាប់ផ្ដើមបង្កើតនៅ YouTube របស់គាត់ដំបូងដែលពេលហ្នឹងគឺ YouTube របស់គាត់បង្កើតនៅគណៈពេលដែលគាត់នៅធ្វើការនៅឡើយទេបានន័យថាគាត់ធ្វើ YouTube បដាគាត់ធ្វើការបដាហើយគាត់វីដេអូរបស់គាត់គឺតាក់ទងជាមួយនឹងការនេសាទការស្ទូចត្រីការរកត្រីអីផ្សេងៗហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់មានជំរឿផ្សេងមួយទៀតហើយសម្រាប់ជីវិតរបស់គាត់គឺគាត់អាចនឹងក្លាយទៅជាអ្នកបង្កើតវីដេអូមួយនៅថ្ងៃអនាគតបន្ទាប់មកគឺគាត់នៅតែបន្តបង្កើតរហូតដល់គាត់ចាប់ផ្ដើមមានអ្នកគាំទ្រជាច្រើនមែនទែនដូចជាមិនច្រើនប្រហែលទេក្នុងរយៈពេលដែលគាត់បានធ្វើនឹងគាត់បានផលិតវីដេអូអស់រយៈពេល10ឆ្នាំហើយវីដេអូរបស់គាត់កើនដល់ចំនួន1110វីដេអូអត់ទៅហើយអ្នកជាវដែលច្រើនក្នុងរយៈពេល10ឆ្នាំរបស់គាត់ហ្នឹងគឺតែ18ឆ្នាំតែ18ខែចុងក្រោយប៉ុណ្ណោះមានន័យថាមួយឆ្នាំជាងចុងក្រោយគឺគាត់មានអ្នកទស្សនានិងអ្នកជាវអ្នកដែល Subscribe YouTube របស់គាត់ណារយៈពេល18ខែហ្នឹងគឺទទួលបាន12លានអ្នកមានន័យថាប៉ុស្តិ៍របស់គាត់គឺបានផ្ទុះការទស្សនានិងការគ្រប់គ្រងរហូតដល់12លានអ្នកក្នុងរយៈពេល18ខែចុងក្រោយអញ្ចឹងសរុបទាំងដើមសរុបទាំង18ខែចុងក្រោយហ្នឹងគឺបានរហូតដល់15លានចុច3អ្នកទៅហើយចង់មានន័យថាអ្នកគ្រប់គ្រងគាត់ច្រើនមែនតើហើយវីដេអូរបស់គាត់គឺខ្លាំងមែនតើដែលវីដេអូមួយរបស់គាត់គឺសុទ្ធតែរាប់លាន view ទៅហើយYouTuber ម្នាក់នេះគឺមានបានន័យថាគាត់បានរៀបរាប់ច្រើនតាក់ទងជាមួយនឹងវីដេអូរបស់គាត់បានចំណាយពេលច្រើនមែនទែនដែលជាពេលមួយដែលគាត់ចងចាំបំផុតគាត់បានបង្កើតនៅអនុស្សាវរីយ៍ជាច្រើនជាមួយនឹងវីដេអូជាមួយនឹងទេសភាពឬក៏ជាមួយនឹងបរិយាកាសនៅខាងក្រៅហើយនឹងការចងចាំមួយជាមួយនឹងគ្រួសាររបស់គាត់ដោយសារតែគាត់តែងតែថតនៅកូនរបស់គាត់ប្រពន្ធរបស់គាត់នៅក្នុងវីដេអូរបស់គាត់មួយចំនួនធំដែរតាក់ទងជាមួយនឹងការឈប់របស់គាត់បាននិយាយថាគាត់ដូចជាដល់ពេលហើយដោយសារតែគាត់ក៏បានចំណាយពេលជាច្រើនហើយគាត់ក៏ដឹងថាថ្ងៃណាមួយគឺគាត់នឹងឈានមកដល់ចំណុចមួយដែលគាត់នឹងចាក់ចេញពីវិស័យមួយនេះផងដែរដោយគាត់បានបន្ថែមទៀតថាគាត់នឹងចំណាយពេលជាច្រើនទៀតសម្រាប់កូនរបស់គាត់សម្រាប់ប្រពន្ធរបស់គាត់ហើយដោយសារតែគាត់ក៏បានរកចំណូលបានច្រើនពីគ្រួសាររបស់គាត់ទៅហើយអញ្ចឹងគាត់អាចចំណាយអ្វីដែលគាត់បានរកបានហ្នឹងគឺទៅគ្រួសាររបស់គាត់ហើយនឹងជួយកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Tom ហ្នឹងដែលជា channel ចាស់ជាងគេហើយដែលឈ្មោះថា Outdoor Tom ដែល Outdoor Tom ហ្នឹងគឺជា channel របស់កូនប្រុសរបស់គាត់ហើយទទួលបាន
អ្នក subscribe ហ្នឹងក៏ច្រើនដែររហូតដល់832ពាន់អ្នកបានន័យថា832,000អ្នកទៅហើយអញ្ចឹងបានន័យថាគាត់អាចជួយទៅកូនប្រុសរបស់គាត់របៀបប្រើរបៀបបង្កើត channel បានន័យថាផុសវីដេអូអីផ្សេងរបៀបរកគំនិតអីផ្សេងទៅជួយកូនប្រុសរបស់គាត់ហើយគាត់សង្ឃឹមថាគាត់នឹងក្លាយជា YouTuber ដែលល្បីល្បាញដូចជាគាត់ចឹងដែរក្នុងរយៈពេលតិចជាង6ឆ្នាំគាត់បានបន្ថែមនៅចំណុចផ្សេងទៀតដោយសារតែ Nico គឺគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះទិន្នន័យឬក៏ព័ត៌មានរបស់គាត់ដោយសារតែការបង្ហោះវីដេអូផ្សេងហ្នឹងគឺបានបង្ហាញពីព័ត៌មានសម្ងាត់របស់គាត់ជាច្រើនតាក់ទងជាមួយនឹងគ្រួសាររបស់គាត់ក៏ដូចជាតាក់ទងជាមួយនឹងទីតាំងទីកន្លែងរស់នៅរបស់គាត់អញ្ចឹងតែតែមានបញ្ហាមកយីរបស់គាត់យីគ្រួសាររបស់គាត់រហូតអញ្ចឹងទៅក៏គាត់ក៏សម្រេចចិត្តថាគាត់នឹងសម្រាកហើយផ្អាកនៅក្នុងការបញ្ចេញនៅព័ត៌មានរបស់គាត់ទៅកាន់បណ្ដាញសង្គមព្រោះគាត់តែងតែមានការព្រួយបារម្ភចំពោះគ្រួសាររបស់គាត់ដែលមានមនុស្សជាច្រើនស្គាល់គាត់អញ្ចឹងណាបន្តមកទៀតគាត់នឹងចំណាយពេលមកចំណាយប្រាក់ចំណាយពេលដើម្បីតាក់ទងនឹងការទិញនៅផ្ទះឬក៏ការផ្លាស់ប្ដូរគ្រួសាររបស់គាត់ទៅនៅកន្លែងណាផ្សេងមួយទៀតដើម្បីជៀសវាងនៅបញ្ហាដែលកើតឡើងដោយមិនបានដឹងជាមុនដោយការប៉ុនប៉ងពីអ្នកណាម្នាក់អាចថាជាអ្នកដែលស្គាល់ជាអ្នកដែលចំណែនអីគាត់ចឹងគាត់អាចនឹងរួចពីបញ្ហាទាំងអស់ហ្នឹងហើយគាត់តែការចាក់ចេញរបស់គាត់មួយហ្នឹងគឺធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលមែនតើដោយសារតែមានមនុស្សជាច្រើនដែលតែងតែបានន័យថាបើកនៅវីដេអូរបស់គាត់ហើយមើលនឹងទស្សនាវីដេអូរបស់គាត់នៅពេលដែលគាត់ចាក់ចេញទៅកន្លែងណាមួយដែលមានទេសភាពស្អាតគាត់បង្ហាញពីសកម្មភាពផ្សេងតែគួរចាប់អារម្មណ៍ដែលគួរឲ្យចង់ទស្សនាមែនតើដល់អញ្ចឹងទៅ fan អ្នកគាំទ្ររបស់គាត់ជាច្រើនបង្ហាញនៅអារម្មណ៍មិនសូវជារីករាយប្រហែលទេក៏ប៉ុន្តែពួកគេក៏បានជូនពរឲ្យ Outdoor Boys ឬក៏ Nicholas ហ្នឹងគឺទទួលបានភាពជោគជ័យនិងបាននៅមកវិញនៅសេចក្តីសុខសប្បាយជាមួយនឹងគ្រួសាររបស់គាត់បន្ទាប់ពីគាត់បានចាក់ចេញពីវិស័យមួយនេះអូខេហើយគាត់ក៏មានជាវីដេអូផ្សេងទៀតដែលគាត់មិនទាន់បានបង្ហើយមិនទាន់បានកាត់ហើយគាត់នឹងព្យាយាមបង្ហោះវីដេអូទាំងអស់ហ្នឹងនៅឯចុងឆ្នាំ2025នឹងឯងអញ្ចឹងនេះគឺជារឿងរ៉ាវទាំងអស់របស់គាត់ហើយជារឿងដែលអ្នកទាំងអស់គ្នាអាចនឹងចាប់អារម្មណ៍ចំពោះជីវិតរបស់ Outdoor Boys ហើយយើងអាចទៅតាមដានវីដេអូផ្សេងទៀតដែលតាក់ទងជាមួយនឹងគាត់អាចទៅតាមដាននៅក្នុងវីដេអូរបស់កូនប្រុសរបស់គាត់បានគឺមានឈ្មោះថា Outdoor Tom នៅក្នុង YouTube អូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាដែលបានមើលវីដេអូដល់ហូតដល់ចប់តែម្ដងអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយដែលតាក់ទងជាមួយនឹងរឿងរ៉ាវផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតអរគុណជម្រាបលាទាំងអស់គ្នា